អូនចិត្តបញ្ចប់ដែរហើយសម្រាប់គូពិសេសចាជើងទី1នេះកាន់តែល្អមើលមេឃក៏កាន់តែត្រជាក់បាទមេឃកាន់តែត្រជាក់បាទកំសាន្តជលសាមបាញ់មិញនេះដល់ទីហើយមែនទេបាទទទួលបានជ័យជំនះហើយបាទឥឡូវយើងបន្តទស្សនាគូទី152កំពូលអធិរាជត្រៃភពហនុមានសែនជ័យរាជធានីភ្នំពេញបាទជាទូករបស់បាទព្រះគ្រូបាទជឿនប៊ុនធីមបាទគឺបច្ចៅអធិការវត្តអង្គសេរីសុស្ដីបាទនៅសំងឥឡូវនាំមុខហើយបាទនាំមុខទៅលើសវណ្ណបាទគុជសាខេត្តកណ្ដាលបាទប្រគូចៅអធិការមេគុណវាជាសម្អាងព្រះមេគុណខេត្តកណ្ដាលចាបាទឥឡូវដាច់ពាក់កណ្ដាលទូកបាទពាក់កណ្ដាលទូកដាច់តែម្ដងដាច់ពាក់កណ្ដាលទូកមិនដាច់តែម្ដងគឺដាច់សកត់មកពាក់កណ្ដាលស្កត់ជាប់ពាក់កណ្ដាលទូកតែម្ដងបាទគូបន្ទាប់បាទគូចុងក្រោយសម្រាប់គូពិសេសបាទកំពូលដូចបុណ្យតារាដាច់ហើយឯដល់មើលគេដាច់ទេចាគឺកំសាន្តជលសាដាច់ពិតតែម្ដងបាទចំណែកទូកជាបន្តក៏យើងឃើញថាការបញ្ជើងទី1ក៏ល្អដែរកំពូលអធិរាជបាទក្រៃភពក្រៃភពហនុមានសែនជ័យការបញ្ជើងទី1ក៏នៅខាងក្នុងក៏ឈ្នះចាឥឡូវបដូរទៅខាងក្រៅដាច់ហើយដាច់តែអត់ទាន់ដល់ទេដោយសារថាសវណ្ណគ្រូចៅអធិការទូថនចាទូថនវត្តអង្គសេរីសុស្ដីបាទដាច់ទៀតហើយប្រគុណម្ចាស់ដាច់ទៀតទេចាដាច់ទៅលើសវណ្ណគុជសាបដូរមកនៅខ្សែទឹកខាងក្នុងនៅតែតាមដដែលតាមកំពូលអធិរាជត្រៃភពហនុមានសែនជ័យចាហើយសូមអភ័យទោសផងបងប្អូនអ្នកគ្រប់គ្រងចាឯកឧត្តមលោកទាអ្នកគ្រប់គ្រងឧបត្ថម្ភចាំថ្ងៃស្អែកនាងខ្ញុំសរុបជូនចាថ្ងៃនេះថាមិនតាន់នេះទូកលឿនណាស់អូយទូកលឿនណាស់គេហៅកំជ្រួចអត់ម៉ាស៊ីនណានៅលើផ្ទៃទឹកអត់ម៉ាស៊ីនមិនធម្មតាគាត់កលេចដល់ទីបានហើយកលេចដល់ទីហ្នឹងបើថាឈ្មោះវែងវិញបាទអានសប្បុរសជនវិញអត់តាន់ទេបាទអត់តាន់ទេថ្ងៃស្អែកសន្យាថាជំរាបជូនចាគូពិសេសចុងក្រោយកំពូលអធិរាជក្រៃភពហនុមានសែនជ័យរាជធានីភ្នំពេញបាទគឺទូកតែទទួលបានការឧបត្ថម្ភពីព្រះគ្រូបាទសូត្រស្ដាំទូចផនបាទឥឡូវយើងឃើញថាកំពុងតែចាញ់បង់ទៅលើជ្រៃសែនជ័យវាសនាបាទមានជ័យបារមីបឹងគ្រំព្រះគ្រូចៅអធិការព្រះនាមទូចថនហើយទូកនេះគឺជាទូកឧបត្ថម្ភដោយឧត្តមសេនីយ៍ឯកបោកសុផាសកលវិទ្យាធិការសកលវិទ្យាល័យការពិជាតិបាទខ្សែទឹកក្រៅទទួលបានជ័យជំនះជើងនេះបាទជើងទី1ថ្ងៃទី2ចារស្មីច័ន្ទគ្រារបស់ឯកឧត្តមនាវីទាវិញទទួលបានជ័យជំនះទៀតហើយចាបាទឥឡូវគូទី89ចាបាទគូទី89ក៏បានបាទបន្ថែមលោកវឿនមកហើយខ្សែទឹកខាងក្នុងជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងគ្រំរបស់បាទអ្នកអញ្ញាអ៊ូឆៃនិងលោកជំទាវបាទសុកវាសនាអញ្ញាឡុកដារិតនិងលោកជំទាវសុកដាស្មីឥឡូវលោកវឿនបហាបាក់វងឡើងដកឲ្យខ្សែទឹកខាងក្នុងខ្សែទឹកក្រៅសម្រាប់កំពូលអធិរាជក្រៃភពមហានមានសែនជ័យមិនអូហូយទុកទៅឲ្យគណៈកម្មការបច្ចេកទេសទៅកំពូលអធិរាជ9មហាជាតិបុត្ររបស់បាទលោកព្រឹទ្ធទីបណ្ឌិតបាអ៊ុនសរឿននិងអ្នកអញ្ញាភក្តីព្រះស្ដេចបាទហេងគឹមគុណបាទនៅខ្សែទឹកខាងក្នុងកំពុងតែចាញ់បង់បន្តិចតួចទេបាទទៅលើកំពូលអធិរាជក្រៃភពហនុមានសែនជ័យបាទរបស់បាទព្រះគ្រូសូត្រស្ដាំបាទជឿនប៊ុនធីមបាទឥឡូវយើងឃើញហើយបាទការរបស់ចំណុះទូកទាំងពីរនេះមកដល់នេះគេហៅថាមុខបលាជ័យនេះចេញអស់ហើយបាទចេញអស់ហើយចប់ហើយព្រោះសល់តិចតួចនេះគឺបញ្ចេញអស់ហើយបាទចាឥឡូវយើងឃើញហើយបាទលបឿនពុំអត់ដកណាមហាជាតិបុត្រណាបាទមហាជាតិបុត្រដកហើយដកទៀតហើយទៀតហើយមហាជាតិបុត្រដករហូតដល់ឈ្នះរហូតដល់ឈ្នះហើយបាទទទួលបានជ័យជំនះទៅលើកំពូលអធិរាជក្រៃភពហនុមានសែនជ័យកំពូលអធិរាជត្រៃភពហនុមានមានជ័យទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនិងសម្ដេចកតិព្រឹទ្ធបណ្ឌិតបុរនីហ៊ុនសែនឈ្នះមួយជើងម្នាក់ចាមួយជើងម្នាក់ឥឡូវនេះស្ទឹងត្រែងសែនជ័យបារមីព្រះអង្គធំរបស់ឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនេះឈ្នះវិញម្ដងចាវិញបាទហើយយើងបន្តទៅគូទី89គូទី89ខ្សែទឹកខាងក្នុងកំពូលអធិរាជក្រៃភពហនុមានសែនជ័យរបស់បាទព្រះគ្រូសូត្រស្ដាំជើងប៊ុនធីមចាបដូរមកខ្សែទឹកខាងក្នុងហើយឥឡូវខ្សែទឹកខាងក្រៅមហាជាតិបុត្រដែលជើងទី1ទទួលបានជ័យជំនះឥឡូវនៅតែបន្តនាំមុខបាទទៅលើខ្សែទឹកខាងក្រៅខាងក្នុងគឺទទួលបានការឧបត្ថម្ភពីលោកព្រឹទ្ធាចារ្យបណ្ឌិតអ៊ុំសរឿននិងអ្នកអញ្ញាភក្តីព្រះស្ដេចហេងគឹមគុណចាខ្សែទឹកខាងក្រៅទីខ្សែទឹកខាងក្រៅមកសកត់ក្បាលមកអំពេលនៃទូកចាអញ្ចឹងបានន័យថាមហាជាតិបុត្រ